គាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់គ្រាន់តែគាត់មិនព្រមទទួលស្គាល់ប៉ុណ្ណោះខ្ញុំដកដង្ហើមធំរួចបែរទៅរកអ្នកគ្រប់គ្រងជើជួយបំបីវិកេបត្រឲ្យខ្ញុំផងសម្រាប់ថ្លៃអាហារក្នុងបន្ទប់ឯកជននេះខ្ញុំសឹងឥឡូវនេះឯងចំណែកពីទៅទៀតសូមចេញវិកេបត្រដាច់ដោយឡែកឲ្យភ្ញៀវពួកគេសងខ្លួនឯងចាស់លោកលូខ្ញុំនឹងទៅធ្វើឥឡូវនេះម៉ាក់ក្មេកលីវគួយឡានឈរនៅទីនោះទាំងប្រទេសស្មារតីហាក់ដូចជាត្រូវគេដកកម្លាំងចេញពីខ្លួនអស់គាត់ប្រហែលជាមិននឹកស្មានថាកូនប្រសារដែលតែងតែស្លូតបូតនឹងចេះនិយាយស្ទេថ្ងៃនេះនឹងមានចិត្តដែលខ្លាំងដល់ថ្នាក់នេះឪពុកក្មេកសិនជាគូថ្មីកិនគ្នាបន្ទាប់មកនិយាយថាលូឆេងរឿងដែលឯងធ្វើនៅថ្ងៃនេះខ្ញុំនឹងចងចាំវាទុកឪពុកលោកចងចាំរឿងអ្វីទៅចាំថាខ្ញុំមិនព្រមធ្វើជាជនរងគ្រោះឬមួយចាំថាខ្ញុំមិនបានធ្វើតាមបំណងរបស់ពួកលោកជាគូគុំនិយាយទៀតអីគេមានសមត្ថភាពហើយគេលែងមើលងាយគ្រួសារយើងហើយយើងនិយាយអ្វីក៏គ្មានប្រយោជន៍ដែរទៅចុះយើងទៅចុះគុំនៅទីនេះឲ្យខ្មាស់គេអីគាត់និយាយបណ្ដាក៏ទាញដៃឪពុកក្មេកឲ្យចាក់ចេញខ្ញុំក៏ហៅគាត់ថាម៉ាក់ភ្ញៀវនៅពីទៅនោះលោកគួរតែទៅប្រាប់ពួកគេមួយម៉ាត់ទៅយ៉ាងណាក៏ពួកគេជាភ្ញៀវដែលលោកអញ្ជើញមកដែរមិនអាចឲ្យពួកគេរងចាំបានទេម៉ាក់ក្មេកឈប់ដើរភ្លាមរួចបែរមកសម្លឹងមុខខ្ញុំដោយកំហឹងក្នុងក្រសែភ្នែកនោះគឺពោពេញដោយភាពស្អប់ខ្ពើមលូឆេងឯងនឹងស្ដាយក្រោយគាត់បោះពាក្យសម្ដីនេះរួចក៏ទាញដៃឪពុកក្មេកដើរចេញយ៉ាងលឿននៅតាមច្រកកបៀងនៅសល់តែខ្ញុំនិងសិនវ៉ាន់រូពីរនាក់នាងឈរនៅទីនោះភ្នែកនាងឡើងក្រហមច្រមុះនាងញ័រតិចហាក់ដូចជាទទួលរងភាពយុត្តិធម៌ខ្លាំងណាស់ប្រសិនបើជាកាលពីមុនខ្ញុំប្រហែលជាមានចិត្តអាណិតនិងស្ម័គ្រចិត្តទៅលួងលោមហើយទទួលខុសត្រូវប្រហែលជាទិញកាដូទៅសុំទោសប៉ុន្តែថ្ងៃនេះខ្ញុំគ្រាន់តែសម្លឹងមើលនាងយ៉ាងស្ងប់ស្ងាត់វ៉ាន់រូតើឯងនៅចង់បន្តជីវិតជាមួយគ្នាទៀតទេនាងមិនបាននិយាយអ្វីគ្រាន់តែខំមាត់ខ្លួនឯងទឹកភ្នែកក៏ស្រក់ចុះមកប្រសិនបើឯងចង់បន្តរឿងខ្លះយើងត្រូវតែនិយាយគ្នាឲ្យច្បាស់បើឯងមិនចង់បន្តទេចឹងយើងចែកផ្លូវគ្នាដោយល្អអ្វីដែលត្រូវបែងចែកក៏ចែកឲ្យដាច់ស្រេចនាងទីបំផុតក៏បើកមាត់សម្លេងនាងស្អប់លូឆេនឯងផ្លាស់ប្ដូរទៅហើយឯងកាលពីមុនមិនមែនបែបនេះទេខ្ញុំមិនបានផ្លាស់ប្ដូរទេខ្ញុំគ្រាន់តែលែងចង់អត់ធ្មត់ទៀតហើយរឿងរ៉ាវនៅថ្ងៃនោះបញ្ចប់ទៅដោយរបៀបណាខ្ញុំមិនសូវចង់នឹកឃើញទេខ្ញុំចាំបានតែថាបន្ទាប់ពីអ្នកគ្រប់គ្រងចូលយកវិក័យប័ត្ររបស់ពីទៅនោះទៅញាតិសន្តានទាំងនោះក៏ចាប់ផ្ដើមជេរប្រមាថលោកពូធំលោកពូទី2សុទ្ធតែជេរប្រមាថថាគ្រាន់តែហូបបាយមួយពេលចាំបាច់ត្រូវធ្វើរឿងដល់ថ្នាក់នេះដែរបងជីដូនមួយលីវហៅនិយាយយូរដងថាបងប្រុសធ្វើជាអ្នកគ្រប់គ្រងគម្រោងនេះពិតជាកំពេចកំពុកមែនបងស្រីជីដូនមួយលីវជៀនកាន់តែខ្លាំងជាងនេះនាងបានបង្ហោះសារលើបណ្ដាញសង្គមភ្លាមថាអ្នកខ្លះរកលុយបានហើយក៏ភ្លេចញាតិសន្តានថែមទាំងបង្ហោះរូបទិដ្ឋភាពពេលយប់នៃភោជនីយដ្ឋាននិងក្នុងរបស់ខ្ញុំដែលមិនច្បាស់ទាំងអស់នេះគឺសិនវ៉ាន់រូជាអ្នកប្រាប់ខ្ញុំនៅពេលក្រោយនាងបានផ្ញើរូបភាពទាំងនោះមកខ្ញុំព្រមទាំងដាក់ចំណងជើងថាឯងមើលចុះឯងធ្វើឲ្យគ្រួសារយើងទៅជាបែបណាទៅហើយខ្ញុំមិនបានឆ្លើយតបទេវិក័យប័ត្រពីទៅនោះសងដោយរបៀបណាក៏ខ្ញុំមិនដឹងដែរខ្ញុំដឹងតែថាបន្ទាប់ពីទូទាត់លុយក្នុងបន្ទប់ឯកជនហើយខ្ញុំក៏ចេញមកម្នាក់ឯងមុននឹងចេញទៅខ្ញុំបានប្រាប់សិនវ៉ាន់រូថាខ្ញុំត្រឡប់ទៅផ្ទះមុនឯងត្រឡប់ទៅជាមួយឪពុកម្ដាយឯងចុះនាងមិនបានខាត់ខ្ញុំហើយក៏មិនបានត្រឡប់ទៅជាមួយខ្ញុំដែរពេលដល់ផ្ទះគឺយប់ម៉ោងជាង10ហើយខ្ញុំបើកទ្វារចូលក្នុងផ្ទះគឺងឹតសូនឲ្យស្ងាត់ជ្រុងរហូតគួរឲ្យខ្លាចខ្ញុំបដូរស្បែកជើងរួចដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវអង្គុយលើសាឡុងជុំវិញស្ងាត់រហូតអាចជឿសំឡេងដកដង្ហើមរបស់ខ្លួនឯងខ្ញុំស្រាប់តែមានអារម្មណ៍ហត់នឿយខ្លាំងមិនមែនហត់នឿយរាងកាយទេគឺហត់នឿយផ្លូវចិត្តដែលហាក់ដូចជាត្រូវគេដកហូតអស់ពីខ្លួនទូរស័ព្ទរត់បន្តិចបន្តួចគឺសារពីសិនវ៉ាន់រូលូឆេងឯងដល់ផ្ទះហើយឬនៅដល់ហើយម៉ាក់ខ្ញុំខឹងខ្លាំងណាស់មិញលើឡានគាត់យំរហូតឯងគ្មានអ្វីចង់និយាយទេតើឯងចង់ឲ្យខ្ញុំនិយាយអ្វីថ្ងៃនេះឯងធ្វើហួសហេតុពេកហើយខ្ញុំដឹងថាឯងស្ដាយលុយប៉ុន្តែឯងគិតមើលចុះនោះជាថ្ងៃកំណើតអាយុ55ឆ្នាំរបស់ប៉ាខ្ញុំមួយជីវិតមានតែម្ដងឯងធ្វើឲ្យគាត់ខ្មាស់គេចំពោះមុខញាតិសន្តានបែបនេះឯងគិតថាវាសមរម្យទេខ្ញុំសម្លឹងមើលសារនេះយូរណាស់ដៃកាន់ក្តារចុចយូរប៉ុន្តែចុងក្រោយក៏មិនបានតបត់គេតែងតែបែបនេះជានិច្ចទម្លាក់កំហុសទាំងអស់មកលើខ្ញុំតែងតែជាខ្ញុំដែលខុសតែងតែជាខ្ញុំដែលមិនចេះយោគយល់តែងតែជាខ្ញុំដែលមិនចេះគិតគូរប៉ុន្តែគេធ្លាប់គិតទេថាប្រាក់ខែខ្ញុំមានតែប៉ុណ្ណឹងចំណាយថ្លៃផ្ទះថ្លៃឡាននិងថ្លៃចាយវីប្រចាំថ្ងៃវាបានសង្កត់ខ្ញុំរហូតដល់ដង្ហើមមិនរួចទៅហើយគេនឹងម្ដាយគេនៅចង់បិទឈាមខ្ញុំទៀតទូរស័ព្ទរត់ម្ដងទៀតខ្ញុំញឹមបែបជូរចត់ហើយមិនបានឆ្លើយតបគេយកពាក្យលេងលះមកធ្វើជាសម្ដីខឹងប៉ុន្តែខ្ញុំមិនអាចមិនយកវាជាការងារបានទេរាល់ពេលដែលគេនិយាយរឿងលេងលះគឺយកជីវិតអាពាហ៍ពិពាហ៍យើងមកធ្វើជាអន្ទាក់ដើម្បីបង្ខំឲ្យខ្ញុំអន់ក្បាលនិងយល់ព្រមតាមគេបង្ខំឲ្យខ្ញុំធ្វើតាមបំណងគេសកម្មភាពបែបនេះគឺពិតជាមិនឲ្យតម្លៃលើអាពាហ៍ពិពាហ៍ឡើយបន្តមកទៀតជាង10នាទីគេផ្ញើសារវែងមួយមកលូឆេនយើងស្ងប់អារម្មណ៍ហើយនិយាយគ្នាឲ្យច្បាស់បានទេរឿងថ្ងៃនេះខ្ញុំក៏មានចំណែកខុសខ្លះដែរយើងមិនគួរមិនប្រាប់ឯងមុនទេប៉ុន្តែម៉ាក់ខ្ញុំក៏មានចិត្តណាល្អដែរគាត់គ្រាន់តែចង់ឲ្យប៉ាសប្បាយចិត្តចង់ឲ្យញាតិសន្តានមកជួបជុំគ្នាកំសាន្តឯងគិតមើលប៉ាម៉ាក់ខ្ញុំមានតែខ្ញុំជាកូនស្រីម្នាក់ជីវិតនេះពួកគេគ្មានសង្ឃឹមអ្វីក្រៅពីនេះទេគ្រាន់តែចង់ឲ្យខ្ញុំរស់នៅបានសុខស្រួលសង្ឃឹមថាកូនប្រសារនឹងចេះកតញ្ញូចំពោះពួកគេថ្ងៃនេះឯងធ្វើបែបនេះពិតជាធ្វើឲ្យចិត្តពួកគេឈឺចាប់ណាស់ខ្ញុំមើលសារនេះស្រាប់តែមានអារម្មណ៍ថាគួរឲ្យអស់សំណើចណាស់នាងទទួលស្គាល់ថាគេក៏ខុសដែរប៉ុន្តែខុសត្រង់ណាទៅខុសដែលមិនបានប្រាប់ខ្ញុំមុនចំណែករឿងដែលសម្រេចចិត្តដោយខ្លួនឯងហៅគេមកហើយដាក់វិកេបត្រឲ្យខ្ញុំទទួលខុសត្រូវចំណាយដែលមិនសមហេតុផលទាំងនេះគឺមិនមែនជាការខុសទេសុទ្ធតែជាចិត្តណាល្អទាំងអស់រឿងនេះធ្វើឲ្យខ្ញុំនឹកដល់ការឆ្លោះប្រកែកគ្នាអស់រយៈពេល2ឆ្នាំកន្លងមកនេះគឺតែងតែបែបនេះជានិច្ចមិនថាបញ្ហាស្ថិតនៅត្រង់ណាចុងក្រោយនឹងទម្លាក់កំហុសមកលើខ្ញុំថាខ្ញុំមិនចេះយោគយល់មិនចេះគិតគូរនិងមិនចេះកញ្ញូ
ចំណែកនាងនិងប៉ាម៉ាក់នាងគឺតែងតែមានចិត្តល្អតែងតែគិតល្អសម្រាប់ខ្ញុំតែងតែសង្ឃឹមថាពួកយើងរស់នៅបានសុខខ្ញុំលែងចង់ទៅបត់ទៀតហើយខ្ញុំបិទទូរស័ព្ទរួចដេកលើសាឡុងសម្លឹងមើលពីដានដោយស្ងៀមស្ងាត់ក្នុងខួរក្បាលបានចាក់ផ្សាយឡើងវិញនៅឈុតឆាកនៅក្នុងភោជនីយដ្ឋានកាលពីថ្ងៃនេះម៉ាក់ក្មេកអង្គុយយំនៅលើដីឪពុកក្មេកវីទៅដាក់ខ្ញុំសិនវ៉ាន់រូចង្អុលមុខខ្ញុំជឿថាខ្ញុំធ្វើឲ្យខ្មាស់គេខ្ញុំមិនដឹងថាខ្លួនឯងអាចទ្រាំបានយូរដល់កម្រិតណាព្រឹកបន្ទាប់សិនវ៉ាន់រូត្រឡប់មកវិញពេលនាងចូលមកខ្ញុំកំពុងដាំបបរក្នុងផ្ទះបាយឬសំឡេងបើកទ្វារខ្ញុំមិនបានងាកក្រោយទេនាងបដូរស្បែកជើងដើរទៅដល់មាត់ទ្វារផ្ទះបាយឈរនៅទីនោះមួយសន្ទុះអញដេកសាឡុងកាលពីយប់មិញមែនទេខ្ញុំបិទភ្លើងរួចងាកទៅមើលនាងសក់នាងរញ៉េញ៉ៃភ្នែកឡើងក្រហមហើមជាក់ស្ដែងយប់មិញគេក៏ដេកមិនលក់ដែរនាងមើលទៅហាក់ដូចជាស្លេកស្លាំងប៉ុន្តែទឹកមុខនៅតែបង្ហាញភាពក្រអឺតក្រទុំនិងមិនព្រមចុះចាញ់ដូចដើមលូឆេនតើថ្ងៃនេះឯងមានគម្រោងអ្វីទៅធ្វើការអញហូបបបរទៅខ្ញុំដាំបបរអង្ករដំណើបក្រពះឯងមិនសូវល្អទេហូបបន្តិចឲ្យក្តៅពោះនាងមានការភ្ញាក់ផ្អើលបន្តិចជាក់ស្ដែងមិននឹកស្មានថាខ្ញុំនៅខ្វល់ពីក្រពះនាងមិនសូវល្អមែនព្រោះតែចូលចិត្តដេកយឺតចូលចិត្តហូបអាហារក្រៅកាលពីឆ្នាំទៅទើបតែចូលមន្ទីរពេទ្យម្ដងពេលនោះខ្ញុំនៅចាំនាងក្នុងមន្ទីរពេទ្យមួយសប្តាហ៍មិនឃ្លាតទៅណាឡើយស្រកអស់10គីឡូសម្លេងនាងចាប់ផ្ដើមទន់ភ្លន់លូឆេនយើងអាចនិយាយគ្នាឲ្យច្បាស់បានទេបានហូបទៅនិយាយទៅចុះនាងអង្គុយនៅតុអាហារដួសបបរហូបមួយស្លាបព្រារួចដាក់ស្លាបព្រាចុះសម្លឹងមកខ្ញុំរឿងកាលពីម្សិលមិញខ្ញុំសុំទោសជំនួសម៉ាក់ខ្ញុំគាត់មិនគួរមិនប្រាប់ឯងឲ្យបានដឹងមុនហើយហៅគេមកបែបនេះទេក៏មិនគួរទម្លាក់វិកេប័ត្រទាំងអស់លើឯងដែរខ្ញុំសម្លឹងមើលនាងមិនបាននិយាយអ្វីបន្តរួចនាងក៏បដូរទឹកដុំសម្លេងប៉ុន្តែអរិយាបថឯងកាលពីម្សិលមិញក៏មានបញ្ហាដែរអញធ្វើឲ្យម៉ាក់ខ្ញុំខ្មាស់គេចំពោះមុខមនុស្សជាច្រើនឲ្យគាត់បាត់មុខចំពោះមុខញាតិសន្តានអញគិតថាវាសមរម្យទេយ៉ាងណាក៏គាត់ជាម៉ាក់ជាចាស់ទុំទោះឯងមិនយល់ព្រមក៏មិនគួរនិយាយជាមួយគាត់បែបនេះដែរខ្ញុំដាក់ចង្កឹះចុះដកដង្ហើមធំមួយខ្សឺវ៉ាន់រូខ្ញុំចង់សួរឯងមួយសំណួរតើឯងគិតថារឿងកាលពីម្សិលមិញអ្នកណាជាអ្នកខុសមុនខ្ញុំមិនបានប្រាប់ហើយឬថាម៉ាក់ខ្ញុំមិនគួរមិនប្រាប់ឯងមុនហើយហៅគេមកមិនមែនគ្រាន់តែរឿងមិនប្រាប់ខ្ញុំមួយនោះទេមនុស្សដែលគាត់ហៅមកដូចជាពូធំពូទី2ក្រោយពីខ្ញុំរៀបការមកខ្ញុំមិនដែលជួបទេប្អូនជីដូនមួយលីវហៅខ្ញុំមិនស្គាល់សោះប្អូនស្រីជីដូនមួយលីវជៀនខ្ញុំគ្រាន់តែឃើញក្នុងរូបថតប៉ុណ្ណោះមនុស្សទាំងនេះខ្ញុំមិនស្គាល់ម្នាក់ឡើយប៉ុន្តែពួកគេហូបបាយរួចឲ្យខ្ញុំជាអ្នកបងលុយតើឯងគិតថាវាសមហេតុផលទេនោះជាញាតិរបស់ម៉ាក់ខ្ញុំសុទ្ធតែជាគ្រួសារតែមួយវ៉ាន់រូអញសាកសួរមុនសកាឯងមើលម៉ាក់ឯងពិតជាចាត់ទុកខ្ញុំជាគ្រួសារតែមួយមែនទេរាល់ពេលម៉ាក់ឯងមកផ្ទះយើងរឿងដំបូងគឺពិនិត្យមើលតើខ្ញុំបានទិញខោអាវថ្មីកាបូបថ្មីឲ្យឯងឬអត់មានបានផ្ញើលុយឲ្យឯងឬអត់រាល់ពេលម៉ាក់ឯងទូរស័ព្ទមកយើងរឿងដំបូងគឺសួរថាអាឆេនថ្មីនេះរវល់ទេប្រាក់ខែឡើងឬនៅរាល់ពេលម៉ាក់ឯងឆ្លុះជាមួយឯងចុងក្រោយតែងតែនិយាយថាបើមិនឃើញមុខលូឆេនទេនោះខ្ញុំមុខតែធ្វើបែបនេះទៅហើយវ៉ាន់រូក្នុងក្រសែភ្នែកម៉ាក់ឯងខ្ញុំមិនមែនជាកូនប្រសារគាត់ទេខ្ញុំជាកាបូបលុយរបស់កូនស្រីគាត់អាចរកចំណេញពីខ្ញុំបានប៉ុន្មានគឺគាត់ល្អជាមួយខ្ញុំប៉ុណ្ណឹងលូឆេនឯងហួសហេតុពេកហើយម៉ាក់ខ្ញុំមិនមែនជាមនុស្សបែបនោះទេចុះនាងជាមនុស្សបែបណាប្រាប់ខ្ញុំមកមើលនាងថាហៅភ្ញៀវពីរតុមកកាលពីម្សិលមិញព្រោះចង់ឲ្យអ៊ូអរមិនមែនទេនាងចង់សាកល្បងដែនកំណត់របស់ខ្ញុំចង់ដឹងថាខ្ញុំអាចទ្រាំបានដល់កម្រិតណាពីការកប់បន្ទប់ឯកជនរហូតដល់ពីតុច្បាស់ជាពេញទាំងភោជនីយដ្ឋាននៅថ្ងៃក្រោយឆ្នាំក្រោយទៅប្រហែលជាសំបីតែប្រាក់ចូលនិវត្តន៍ប៉ាម៉ាក់ខ្ញុំក៏នាងគិតចង់បានដែរអ្នកនិយាយផ្ទះដាស់ហើយវ៉ាន់រូយើងរៀបការបាន2ឆ្នាំហើយតើនាងធ្លាប់គិតឲ្យបានច្បាស់លាស់ពីបញ្ហាមួយនេះទេថាគ្រួសារនេះអ្នកណាជាអ្នកត្រង់ពិតណាស់គឺអ្នកហើយមិនមែនអ្នកតែងតែអួតថាសមត្ថភាពអ្នកខ្លាំងទេខ្ញុំមិនបានមានន័យបែបនេះទេខ្ញុំចង់សួរថាតើនាងធ្លាប់គិតលេខទេថាចំណាយប្រចាំខែយើងប៉ុន្មានប្រាក់ខែខ្ញុំគ្រប់គ្រាន់ទេហើយប្រាក់$5000ដែលប៉ាម៉ាក់នាងយករាល់ខែហ្នឹងវាបានមកពីណាពេលនាងចង់ទិញកាបូបខ្ញុំធ្លាប់និយាយថាទេប្រាក់ខែខ្ញុំ28000ក្រោយបង់ពន្ធនៅសល់22000ថ្លៃផ្ទះ15000ថ្លៃឡាន3000ថ្លៃសេវាកម្មនិងកម្ដៅ2000ថ្លៃទឹកភ្លើង1000ថ្លៃម្ហូបអាហារ1500ឲ្យប៉ាម៉ាក់នាង5000គឺអស់27000បាត់ហើយតែប្រាក់ចំណូលខ្ញុំត្រឹម22000តើលុយខ្វះ5000នេះវាចេញពីណានាងដឹងទេប្រាក់រង្វាន់ប្រចាំឆ្នាំខ្ញុំប្រហែល1សែនដែលទាំងអស់នោះត្រូវយកមកបូកបញ្ចូលក្នុងចំណាយប្រចាំថ្ងៃនិយាយឲ្យខ្លីខ្ញុំខំធ្វើការពេញមួយឆ្នាំចុងក្រោយមិនសល់លុយ1សេនទេចំណាយលើគ្រួសារនេះអស់ហើយចុះនាងវិញប្រាក់ខែនាងទៅណានាងធ្វើការបានកន្លះឆ្នាំក៏លីឈប់ថាចង់សម្រាប់លំហែកាយខ្ញុំក៏គ្រប់គ្រងនាងតែការសម្រាប់នេះវាអូបន្លាយដល់ទៅ2ឆ្នាំ2ឆ្នាំនេះនាងបានធ្វើអ្វីខ្លះនាងថាចង់សម្រាប់ទម្ងន់ខ្ញុំចំណាយ8000ទិញកាត់ហាត់ប្រាណឲ្យនាងទៅបានតែ3ដងនាងថាចង់រៀនធ្វើនំខ្ញុំចំណាយ5000ទិញឡាដុតនំនិងឧបករណ៍ឲ្យនាងប្រើបានតែ2ដងនាងថាចង់ធ្វើមេឌីផ្ទាល់ខ្លួនខ្ញុំចំណាយ10000ទិញកាមេរ៉ានិងភ្លើងឲ្យនាងថតបានតែ3វីដេអូក៏បោះបង់លូឆិនអ្នកគ្រាន់តែស្អប់ខ្ញុំដែលខ្ញុំរកលុយមិនបានអ្នកមើលងាយខ្ញុំតាំងពីដើមមកមែនទេខ្ញុំមិនបានមើលងាយនាងទេ